ចូលស្រមៃដល់ទីកន្លែងមួយនៅក្នុងចក្រវាឡកន្លែងដែលពេលវេលាត្រូវឈប់ស្ងៀមកន្លែងដែលរាងកាយរបស់អ្នកនឹងត្រូវកម្លាំងអាចកំបាំងទីសន្ធឹងហើយជាបំលែកបំណែករហូតដល់កម្រិតអាតូមទាំងដែលអ្នកមិនទាន់ដឹងខ្លួនកាន់តែរន្ធត់ជានេះទៅទៀតវាជាកន្លែងតែមួយគត់ដែលកម្ដៅនរក100លានអង្សាសេស្ថិតនៅគៀកជិតបំផុតជាមួយភាពត្រជាក់កក់ដល់ឆ្អឹងនៃកម្រិត0ដាច់ខាតនេះមិនមែនជារឿងប្រឌិតក្នុងគុនហូលីវូដទេតែវាជាការពិតដ៏សាហាវបំផុតនៃរូបវិទ្យាដែលកំពុងលេះខ្លួននៅក្នុងបេះដូងនៃសត្វចម្លែកអវកាសនោះគឺប្រហោងខ្មៅ Black Hole តើវិនាទីចុងក្រោយនៃជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងទីងងឹតនេះសូមស្វាគមន៍មកកាន់ Channel អាចកំបាំងនៃចក្រវាឡទីកន្លែងដែលយើងបកស្រាយរាល់អាចកំបាំងនៃចក្រវាឡថ្ងៃនេះយើងនឹងនាំអ្នករួមដំណើរឆ្ពោះទៅកាន់ចំណុចដែលគ្មានផ្លូវត្រឡប់ដើម្បីស្វែងយល់ពីអ្វីដែលនឹងកើតឡើងពិតប្រាកដចំពោះរាងកាយរបស់អ្នកតោះរៀបចំដង្ហើមរបស់អ្នកឲ្យនឹងហើយត្រៀមខ្លួនធ្លាក់ចូលទៅក្នុងប្រហោងខ្មៅទាំងអស់គ្នាការធ្វើដំណើរនេះមិនមែនចាប់ផ្ដើមដោយភាពងងឹតសូន្យឈឹងនោះទេប៉ុន្តែវាចាប់ផ្ដើមដោយពន្លឺដ៏ចាំងសន្ធោសន្ធៅនិងឆែករលរៀលប្រសិនបើអ្នកធ្វើដំណើរទៅជិតប្រហោងខ្មៅដែលកំពុងស៊ីចំណីអ្នកត្រូវតែឆ្លងកាត់ថាសប្រមូលផ្ដុំមួយ Accretion Disk នេះជាមុនសិនទីនេះមិនមែនជាតួប្រហោងខ្មៅទេតែវាជាការកោះស្ទះចរាចរណ៍ដ៏ធំនិងគួរឲ្យខ្លាចនៃឧស្ម័នធូលីនិងផ្លាស្មាដែលប្រហោងខ្មៅកំពុងទាញបញ្ចូលរូបធាតុទាំងនេះមិនមែនធ្លាក់ចូលត្រង់ទេតែវាវិលគួចយ៉ាងសាហាវជុំវិញស្នូលក្នុងល្បឿនជិតស្មើនឹងល្បឿនពន្លឺកម្លាំងទំនាញនឹងការកគិតដ៏មហិមាបានកិនបំបែកនិងដុតកម្ដៅរូបធាតុទាំងនេះរហូតដល់រាប់លានឬពេលខ្លះដល់រាប់ពាន់លានអង្សាសេថាសនេះបញ្ចេញពន្លឺយ៉ាងសាហាវនិងភាយនឹងវិទ្យុសកម្មដែលអាចសម្លាប់អ្នកបានដូចជាកាំរស្មី X និងកាំរស្មី Gammaប្រសិនបើអ្នកព្យាយាមហោះកាត់វារាងកាយរបស់អ្នកនឹងត្រូវរលាយហួតភ្លាមដោយថាមពលកម្ដៅនិងឆេះខ្លោចដោយវិទ្យុសកម្មតាំងពីមុនពេលអ្នកទៅដល់មាត់រណ្ដៅខ្មៅពិតប្រាកដម្លេះព្រោះវិទ្យុសកម្មនៅទីនេះអាចខ្លាំងជាងថាមពលព្រះអាទិត្យយើងរាប់ពាន់រាប់សែនឬរាប់លានដងកម្ដៅនៅតំបន់ខាងក្រៅនេះពិតជាមហិមាគឺអាចឡើងដល់100លានអង្សាសេហើយនៅតំបន់កូរូណាវាអាចឡើងដល់រាប់ពាន់លានអង្សាសេឯណោះប៉ុន្តែចុះបើអ្នកមានសំណាងបានទៅជួបប្រហោងខ្មៅដ៏ឯកមួយដែលបានស៊ីរូបធាតុជុំវិញវាអស់គ្មានសល់ហើយកំពុងអណ្ដែតកណ្ដោចកណ្ដែងក្នុងលំហទទេស្អាតវិញនៅទីនេះបរិយាកាសកម្ដៅប្រែប្រួលទាំងស្រុងសីតុណ្ហភាពដែលអ្នកនឹងជួបប្រទះគឺត្រជាក់ញាក់សាច់វាអូសទាញញាក់ទៅកាន់ព្រំដែនដែលគ្មានផ្លូវត្រឡប់គឺផ្ដេកព្រឹត្តិការណ៍ឬ Event Horizon ដែលជាចំណុចដែលល្បឿនរត់គេចស្មើនឹងល្បឿនពន្លឺឆ្លងកាត់បន្ទាត់នេះអ្នកនឹងមិនអាចត្រឡប់មកវិញជារៀងរហូតអ្វីដែលហួសចិត្តនោះគឺប្រហោងខ្មៅខ្លួនឯងគឺជាវត្ថុដែលត្រជាក់បំផុតមួយនៅក្នុងចក្រវាឡតាមទ្រឹស្ដីរូបវិទ្យារបស់លោក Stephen Hawking ប្រហោងខ្មៅបញ្ចេញថាមពលតិចតួចបំផុតដែលគេស្គាល់ថាជាវិទ្យុសកម្ម Hawking ឬ Hawking Radiation ការបញ្ចេញវិទ្យុសកម្មដ៏តិចតួចនេះធ្វើឲ្យវាមានសីតុណ្ហភាពតែក្នុងកម្រិតទាបខ្លាំងបំផុតសម្រាប់ប្រហោងខ្មៅយក្សមហិមាដូចជានៅកណ្ដាលកាឡាក់ស៊ី Milky Way យើងសីតុណ្ហភាពរបស់វាគឺលេសកម្រិត0ដាច់ខាតតែមួយចំណែកតូចប៉ុណ្ណោះនោះគឺប្រហែលដក273អង្សាសេគឺ0ដាច់ខាតនៅពេលអ្នករស់សត្វទៅជាមាត់រណ្ដៅសត្វចម្លែកដ៏ឯកមួយនេះអ្នកនឹងធ្លាក់ចូលទៅក្នុងបរិយាកាសដែលគ្រប់គ្រងដោយភាពត្រជាក់ខ្លាំងបំផុតឆ្លងកាត់កន្លែងដែលស្ទើរតែជាភាពទទេស្អាតឥតខ្ចោះជាកន្លែងដែលរូបធាតុទាំងអស់ឬសូម្បីអាតូមដ៏តូចក៏ត្រូវច្របាច់ចូលយ៉ាងណែនគឺគ្មានឡាយពាក្យថាចន្លោះទទេស្អាតនោះតែពេលនេះវិនាទីនៃការពិតបានមកហើយការឆ្លងកាត់ Event Horizon គឺត្រូវបានកំណត់ដោយកម្លាំងទំនាញ
មិនមែនសីតុណ្ហភាពទៀតនោះទេចំពោះប្រហោងខ្មៅតូចៗកម្លាំងទំនាញផ្លាស់ប្ដូរយ៉ាងសាហាវរវាងក្បាលនិងជើងរបស់អ្នកកម្លាំងជំនោរទំនាញនឹងហែកអ្នកជាបណ្ដែកឬទាញអ្នកឲ្យវែងហៅថា Spaghettify តាំងពីមុនពេលអ្នកឆ្លងកាត់ Event Horizon ទៅទៀតអ្នកនឹងត្រូវទាញសន្ធឹងបញ្ឈរនិងកិនកំទេចផ្ដេកទៅជាខ្សែអាតូមខណៈពេលដែលនៅក្រៅព្រំដែននៅឡើយវាជាការស្លាប់ដ៏សាហាវដោយសារសម្ពាធទំនាញមិនមែនកម្ដៅនោះទេប៉ុន្តែប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងប្រហោងខ្មៅយក្សដ៏មហិមាដែលធំជាងព្រះអាទិត្យរាប់លានដងវិញមាត់រណ្ដៅរបស់វាធំធេងណាស់ដែលធ្វើឲ្យការផ្លាស់ប្ដូរទំនាញកើតឡើងសន្សឹមក្នុងមួយវិនាទីដ៏គួរឲ្យរន្ធត់នោះអ្នកអាចនឹងឆ្លងកាត់ Event Horizon ដោយរាងកាយនៅពេញលេញនៅឡើយតែនៅខាងក្នុងព្រំដែននេះចក្រវាឡខាងក្រៅនឹងរលត់បាត់ពីភ្នែកអ្នកជារៀងរហូតចុះនៅខាងក្នុងអាណាចក្រងងឹតនេះមានសីតុណ្ហភាពប៉ុន្មាននៅខាងក្នុង Event Horizon បរិយាកាសនៅតែគ្រប់គ្រងដោយភាពត្រជាក់ខ្លាំងថាមពលពីចក្រវាឡខាងក្រៅមិនអាចតាមអ្នកចូលមកបានទេហើយដោយសារទំហំដ៏ធំធេងនៃផ្ទៃខាងក្នុងរបស់វាមានថាមពលបរិយាកាសឬការកកិតតិចតួចណាស់ដើម្បីបង្កើតកម្ដៅអ្នកនឹងធ្លាក់ចូលទៅក្នុងរណ្ដៅជ្រៅដែលងងឹតស៊ុនឈឹងនិងត្រជាក់កប៉ុន្តែភាពត្រជាក់នេះគ្រាន់តែមួយផ្លែតតែប៉ុណ្ណោះព្រោះគោលដៅចុងក្រោយដែលអ្នកមិនអាចគេចផុតបានគឺ Singularity នៅទីនេះច្បាប់រូបវិទ្យាទាំងអស់ត្រូវដួលរលំទាំងស្រុងSingularity គឺជាបេះដូងពិតប្រាកដរបស់ប្រហោងខ្មៅជាចំណុចដែលមានដង់ស៊ីតេអាណន្តនៅភាពកោងនៃលំហពីលអាណន្តវាមិនមែនជាកម្ដៅទេដែលសម្រាប់អ្នកនៅទីនេះប៉ុន្តែគឺជាសម្ពាធនឹងដង់ស៊ីតេថាមពលដែលគ្មានដែនកំណត់រាល់ម៉ាស់ទាំងអស់ដែលបង្កើតជាប្រហោងខ្មៅនិងរាល់ភាគល្អិតដែលធ្លាប់ធ្លាក់ចូលគឺត្រូវបានកិនច្របាច់បញ្ចូលគ្នាទៅក្នុងចំណុចដែលគ្មានទំហំទាល់តែសោះនេះនៅពេលអ្នកធ្លាក់កាន់តែជិតវាកម្លាំងជំនួយទំនាញនឹងកើនឡើងដល់កម្រិតដែលមិនអាចទប់ទល់បានហើយហែករាងកាយរបស់អ្នកយ៉ាងសាហាវទៅជាភាគលក់តូចនៅចំ Singularity នោះផ្ទាល់ថាមពលនិងសម្ពាធគឺហួសពីការយល់ដឹងរបស់មនុស្សដំណើរទាំងអស់តាំងពីថាសដកក្តៅគគុតខាងក្រៅដល់ភាពត្រជាក់កកខាងក្នុងនិងបញ្ចប់នៅចំណុចសូន្យនៃសម្ពាធអាណន្តបង្ហាញថាប្រហោងខ្មៅមិនមែនជាគ្រាន់តែកន្លែងដែលបឺតពន្លឺទេតែវាគឺជាភាពផ្ទុយគ្នានៃលំហពេលដ៏អស្ចារ្យបំផុតអ្នកគ្មានថ្ងៃអាចរត់គេចពីកម្លាំងទំនាញដ៏គឹមកំទេចនេះបានឡើយដែលនេះបញ្ជាក់ថាពេលខ្លះកម្លាំងដែលត្រជាក់បំផុតនិងទទេស្អាតបំផុតក្នុងចក្រវាឡបែរជាផ្ទុកនៅទម្រង់ថាមពលដែលគួរឲ្យខ្លាចបំផុតទៅវិញការពិតគឺសីតុណ្ហភាពនៅខាងក្នុងនិងជុំវិញប្រហោងខ្មៅប្រែប្រួលពី100លានអង្សាសេទៅជិត0ដាច់ខាតឱកាសដែលភាវរស់ណាមួយអាចរស់រានមានជីវិតពីការធ្វើដំណើរចូលទៅកាន់ប្រហោងខ្មៅមិនថាវាមានទំហំប៉ុណ្ណានោះទេគឺមិនអាចទៅរួមនោះទេវាគឺជាបរិយាកាសដែលសាហាវនិងជ្រុលហួសហេតុបំផុតនៅក្នុងចក្រវាឡរបស់យើងហើយគំនិតដែលថាអាចបង្ក្រាបឬគ្រប់គ្រងវាបានគឺជារឿងប្រឌិតទាំងស្រុងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានអត់ធ្មត់រួមដំណើរដ៏ព្រឺព្រួយចូលទៅកាន់បេះដូងនៃប្រហោងខ្មៅមួយនេះជាមួយយើងរហូតដល់ទីបញ្ចប់ប្រសិនបើអ្នកស្រឡាញ់និងចូលចិត្តការរុករើកអាចកំបាំងនៃចក្រវាឡសូមកុំភ្លេចចុច like comment បញ្ចេញមតិនិងចុច subscribe channel របស់យើងខ្ញុំដើម្បីជាកម្លាំងចិត្តសូមរងចាំតាមដាននៅវីដេអូក្រោយយើងនឹងនាំអ្នកទៅស្វែងយល់ពីអាចកំបាំងដកកំបាំងមុខនិងអស្ចារ្យជាច្រើនទៀតដែលកំពុងលះខ្លួននៅក្នុងចក្រវាឡដ៏មហាធំធេងនេះជួបគ្នាពេលក្រោយ